បាទសួស្តីបងប្អូនថ្នាក់ទី12ទាំងអស់គ្នាបងប្អូនពិនិត្យមើលអង្តិក្រាល e ដែលជាអង្តិក្រាលកំណត់ពី0ទៅលិន2នៃ1បូក ស្មើនឹង x នៅលើ ស្វ័យគុណ x បូក1ត្រង់កន្លែងហ្នឹងគឺគ្រូផ្ដាច់ជាពីរតួតាមលក្ខណៈផលបូកអង្តិក្រាលបាទត្រង់កន្លែងនេះគឺគ្រូសរសេរមកដដែលខាងតួខាងក្រោយតមកទៀតអង្តិក្រាល dx គឺយើងទទួលបាន x កំណត់ពី0ទៅលិន2បាទបូកឲ្យកន្លែង សគុណ x ភាគយកនេះគឺគ្រូយកសគុណ x បូក1ភាគ3ហ្នឹងយកទៅ derivative បានសគុណ x បូក1ព្រីមនៅលើស្វ័យគុណ x បូក1 dx បាទតមកទៀតដោយសារតែសគុណ x បូក1ព្រីមនេះគឺពេលដែលយើង derivative ទៅគឺវាចេញដូចដើមវិញគ្រាន់តែយើងព្យាយាមបំបែកវាទៅបែបហ្នឹងឲ្យចូលទៅទម្រង់រូបមន្តអង្តិក្រាលអ៊ុយព្រីមនៅលើអ៊ុយ d អ៊ុយចម្លើយចេញលិនតម្លៃនៃខាតនៃអ៊ុយបូកសេបាទសម្រាប់អង្តិក្រាលកំណត់របស់យើងនេះពេលដែលយើងអាំងទៅយើងអាចដាក់កំណត់រួមទៅតែម្ដងទៅគឺ x បូកឲ្យលិនតម្លៃនៃខាតនៃស្វ័យគុណ x បូក1កំណត់ពី0ទៅលិន2ចំពោះអង្តិក្រាលកំណត់នៅពេលដែលយើងអាំងចប់គឺយើងយកគោលលើយកទៅជួសចូលកន្លែងណាមាន x គឺយើងជួសគោលលើចូលដែលមានលិន x ហ្នឹងអញ្ចឹងគូបានលិន2បូកឲ្យលិននៃស្វ័យគុណលិន2បូក1អញ្ចឹងពេលដែលយើងជួសគោលលើចប់ជួសកន្លែង x អស់ចប់ទៅគឺយើងយកគោលក្រោមលេខ0ហ្នឹងយកទៅចំនួនចូលម្ដងគូបាន0បូកនឹងលិនតម្លៃនៃខាតនៃស្វ័យគុណ0បូកឲ្យ1តមកទៀតគឺយើងចាប់ដើមកណនាលេខក្រោយពីយើងជួសចូលហើយគឺយើងអាចកណនាលេខមកទៅជាមិនលិន2គឺទុកដដែលសិនបូកឲ្យកន្លែងនេះគឺយើងប្រើលក្ខណៈ expo ណាដែលគូទាញស្វ័យគុណលិន x ហ្នឹងចម្លើយចេញ x ដែលមុខ x ហ្នឹងត្រូវតែវិជ្ជមានព្រោះវានៅមុខ logarit អញ្ចឹងយើងទាញបានស្វ័យគុណលិន2វាស្មើនឹង2ហើយដកកន្លែង0យើងមិនបាច់សរសេរទៀតទេហើយស្វ័យគុណ0ក៏ស្មើ1ដែរអញ្ចឹងយើងចំនួនចូលយកតែម្ដងទៅគឺវាត្រូវស្មើនឹង1បូកបាទលិននៃ1បូកឲ្យ1អញ្ចឹងយើងទទួលបានចម្លើយចុងក្រោយគឺលិន2បូក2ប្របែកគ្នាទៅជាដកលិននៃ2លិន2ដកលិន2អស់នៅសល់តែ2ទេដូចនេះអង្តិក្រាល e របស់យើងគឺស្មើនឹង2